ទំនងរវាងតម្លៃមាសនិងតម្លៃប្រាក់ដុល្លារអាមេរិកគឺមានភាពស្មុគស្មាញប៉ុន្តែជាទូទៅពួកគេមានទំនាក់ទំនងបញ្ច្រាស់គ្នាមាសត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មសុវត្ថិភាពមាសមានតម្លៃខ្ពស់ដោយសារភាពកម្រនិងមានកំណត់មាសគឺជាលោហៈដ៏កម្រដែលការផ្គត់ផ្គង់មានកម្រិតហើយត្រូវការពេលយូរក្នុងការជីកយករ៉ែជាមធ្យោបាយរក្សាតម្លៃមិនដូចរូបិយប័ណ្ណទេមាសមិនអាចបោះពុម្ពបន្ថែមបានដោយរដ្ឋាភិបាលដូច្នេះវារក្សានៅអំណាចទិញរបស់ខ្លួនបានយូរអង្វែងទោះបីជាមានការប្រែប្រួលសេដ្ឋកិច្ចក៏ដោយការប្រឆាំងនឹងអតិផរណានៅពេលដែលអតិផរណាកើនឡើងលុយបាត់បង់តម្លៃទិញតម្លៃទំនិញនិងសេវាកម្មឡើងថ្លៃរួមទាំងនេះផងដែរអ្នកវិនិយោគទិញមាសដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេតម្រូវការឧស្សាហកម្មនិងគ្រឿងអលង្ការក្រៅពីការវិនិយោគមាសក៏មានតម្រូវការប្រើប្រាស់ក្នុងវិស័យគ្រឿងអលង្ការនិងបច្ចេកវិទ្យាផងដែរដុល្លារអាមេរិកប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណបម្រុងពិភពលោកនិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិដូចជាការទិញលក់ប្រេងជាដើមតម្លៃរបស់វាត្រូវបានកំណត់ដោយកត្តាជាច្រើនដូចជាគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលអាមេរិកស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិកស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចសកលលោកទំនាក់ទំនងបញ្ច្រាស់ភាគច្រើនមាសមានតម្លៃឡើងថ្លៃនៅពេលដែលដុល្លារចុះថោកហើយមាសមានតម្លៃចុះថោកនៅពេលដែលដុល្លារឡើងថ្លៃនេះដោយសារមូលហេតុសំខាន់ដូចជាមាសត្រូវបានកំណត់ថ្លៃជារូបិយប័ណ្ណដុល្លារនៅពេលដែលប្រាក់ដុល្លារចុះថ្លៃវាត្រូវការប្រាក់ដុល្លារកាន់តែច្រើនដើម្បីទិញមាសក្នុង1អោនដដែលដូច្នេះតម្លៃមាសដែលបង្ហាញជាដុល្លារនឹងកើនឡើងនៅពេលដែលប្រាក់ដុល្លារឡើងថ្លៃវាត្រូវការប្រាក់ដុល្លារកាន់តែតិចដើម្បីទិញមាសក្នុង1អោនដដែលដូច្នេះតម្លៃមាសដែលបង្ហាញជាដុល្លារនឹងចុះថយអស្ថិរភាពសេដ្ឋកិច្ចនិងហានិភ័យមាសថ្លៃឯដុល្លារចុះនៅពេលដែលសេដ្ឋកិច្ចពិភពលោកឬសហរដ្ឋអាមេរិកមានវិបត្តិអស្ថិរភាពដូចជាអំឡុងពេលសង្គ្រាមឬវិបត្តិហិរញ្ញវត្ថុអ្នកវិនិយោគបាត់បង់ទំនុកចិត្តលើរូបិយប័ណ្ណរួមទាំងដុល្លារនិងទីផ្សារភាគហ៊ុនពួកគេនឹងងាកទៅរកមាសដែលជាទ្រព្យសកម្មសុវត្ថិភាពដើម្បីរក្សាទុកតម្លៃតម្រូវការកើនឡើងនេះធ្វើឲ្យមាសឡើងថ្លៃខណៈពេលដែលទំនុកចិត្តលើដុល្លារចុះថោកមាសចុះឯដុល្លារឡើងនៅពេលដែលសេដ្ឋកិច្ចសកលលោកមានភាពរឹងមាំនិងមានស្ថិរភាពដូចជាពេលធនាគារកណ្ដាលអាមេរិកដំឡើងអត្រាការប្រាក់អ្នកវិនិយោគមានទំនុកចិត្តលើទ្រព្យសកម្មដែលផ្ដល់ទិន្នផលដូចជាមូលបត្របំណុលរដ្ឋាភិបាលអាមេរិកឬភាគហ៊ុនពួកគេនឹងលក់មាសដើម្បីប្ដូរទៅវិនិយោគលើទ្រព្យសកម្មទាំងនោះហើយការលក់នេះធ្វើឲ្យតម្លៃមាសចុះថោកក្នុងពេលជាមួយគ្នានោះការទាក់ទាញដល់អត្រាការប្រាក់ខ្ពស់ធ្វើឲ្យមានតម្រូវការដុល្លារកើនឡើងសរុបមកមាសត្រូវបានគេប្រើប្រាស់ជាជញ្ជីងវាស់ទំនុកចិត្តរបស់ទីផ្សារលើសុខភាពសេដ្ឋកិច្ចនិងប្រព័ន្ធហិរញ្ញវត្ថុដែលមានមូលដ្ឋានលើដុល្លារ